ในឆ្នាំនេះខ្ញុំរៀនសូត្របានច្រើនពីរឿងរ៉ាវជីវិតមួយចំនួននិយាយរួមទៅជីវិតគឺមិនខ្វះរឿងថ្មីនោះទេហើយក៏ជួបរឿងជូរចត់មួយចំនួនផងដែរខ្ញុំរៀនសូត្របានច្រើនពីខ្លួនឯងហើយខ្ញុំក៏ជឿថានៅមានរឿងរ៉ាវជាច្រើនទៀតដែលខ្ញុំត្រូវតែឆ្លងកាត់មានពេលខ្លះយើងត្រូវតែមានជំនឿចិត្តទៅលើខ្លួនឯងលើសមត្ថភាពរបស់ខ្លួនឯងយើងគួរតែមានមោទនភាពជាមួយខ្លួនឯងដែលអាចដើរមកដល់ចំណុចនេះបានញញឹមហើយបន្តដំណើរទៅមុខទៀតនៅសល់តែ2ខែទៀតទេគឺចូលដល់ឆ្នាំ2026បើយើងចង់ចាប់ផ្ដើមអ្វីគួរតែសាកល្បងធ្វើមុននឹងបោះបង់វាជួនកាលយើងអាចមានទេពកោសល្យមានសមត្ថភាពទៅលើវាក៏ថាបានបើសិនជាយើងប្រឹងប្រែងនិងព្យាយាមមិនអស់ពីកម្លាំងកាយចិត្តតោះបន្តដំណើរទៅមុខទៀតជាមួយនឹងគោលដៅរបស់ពួកយើង